ជំរាបសួរកូនអរគ្នាអរគុណព្រះសម្រាប់វត្តមានរបស់កូនជាថ្មីក៏ដូចជានៅក្នុងសប្តាហ៍ថ្មីដែលយើងបានជួបគ្នាម្ដងទៀតអញ្ចឹងថ្ងៃនេះដែរអ្នកគ្រូមានកិច្ចការថ្នាក់ទី5គឺយើងរៀនអំពីភាសាខ្មែរចាតើតើនៅមេរៀនទី19គឺពាក្យសូដូចអញ្ចឹងពាក្យសូដូចចាកូនធ្លាប់ឮអត់កូនពាក្យសូដូចចាគឺមានមិនមានសូដូចគ្នាមែនទេអញ្ចឹងកូនមើលថ្ងៃនេះអ្នកគ្រូចង់ឲ្យកូនរកពាក្យសូដូចនិងពាក្យគូនិងពាក្យពីរចាអញ្ចឹងមុននឹងយើងចូលទៅដល់ការរកពាក្យសូដូចយើងមើលនិយមន័យសិនណាកូនចាតអញ្ចឹងនិយមន័យគេប្រាប់យើងថាម៉េចពាក្យសូដូចជាពាក្យពីរឬច្រើនដែលមានសូដូចគ្នាតែសំណេរនិងន័យខុសគ្នាចាអញ្ចឹងយើងមើលម្ដងទៀតពាក្យសូដូចជាពាក្យពីរឬច្រើនដែលមានសូដូចគ្នាតែសំណេរខុសគ្នាចាអញ្ចឹងយើងមើលថាមានសូដូចគ្នានឹងមិនតោះឬពីពាក្យឬក៏ច្រើនជាងពីពាក្យអញ្ចឹងយើងមើលពាក្យគូមុនចាអញ្ចឹងពាក្យគូនេះគឺកូនមើលមានប៉ុន្មានមាន3មែនទេតាមពិតមាន4មាន5តែអ្នកគ្រូលើកយកសំដៅមាន4ប៉ុន្តែយើងលើកយកមកតែ3ទេថ្ងៃហ្នឹងចាអញ្ចឹងកូនមើលពាក្យគូទី1ចាគូមានរោមែនទេកូនចាអញ្ចឹងគូមានរោថ្នាក់ពាក្យជាកិរិយាធ្វើឲ្យកើតជាគំនូរតំណាងរូបរាងសពើដោយដីខ្មៅបកាឬជក់ចាអញ្ចឹងមានន័យថាឥឡូវអ្នកគ្រូឧទាហរណ៍ឲ្យខ្លីៗតាក់ទងជាមួយនឹងគូនេះគឺដូចយើងគូរូបរបស់កូនចាដូចយើងប្រើជក់ឬក៏បកាដែលគេគូចាគូគំនូរអញ្ចឹងពាក្យគូនេះគឺថ្នាក់ពាក្យជាកិរិយាមែនទេអញ្ចឹងកាលនេះគេដាក់ថាធ្វើឲ្យកើតជាគំនូរមែនទេតំណាងរូបរាងសពើដោយដីខ្មៅបកាឬជក់ចាអញ្ចឹងគូមួយទៀតគូអត់មានរោទេថ្នាក់ពាក្យជានាមចំនួន2ផ្ទឹមគ្នាឧទាហរណ៍មួយគូពីរគូមែនទេកូនចាចឹងអានេះចំនួនគូដូចបើជើងរបស់យើងហ្នឹងមាន2មែនទេចឹងយើងរាប់ថាមួយគូចាដូចយើងមានឆ្វេងមានស្ដាំហ្នឹងគេរាប់ថាមួយគូមួយកូនចាចឹងយើងមើលគូមួយទៀតណាពាក្យបរិស័ទចាមានន័យថាមាឬមាជាប្អូនរបស់ម្ដាយឬអ៊ំជាបងរបស់ម្ដាយពាក្យសម្រាប់ហៅសាច់ថ្លៃឋានៈស្មើគ្នាសន្មតដូចកូនត្រូវហៅចាអញ្ចឹងកន្លែងនេះបើភាសាចិនចាតកតងជាមួយនឹងគេប្រើតាមរយៈភាសាចិនបើយើងខ្សែចិនដូចគេហៅថាគូចាគូអញ្ចឹងមានន័យថាត្រូវជាប្អូនរបស់ម្ដាយយើងជាពូរបស់យើងហ្នឹងណាចាឬក៏ជាអ៊ំរបស់យើងដែលត្រូវជាបងរបស់ម្ដាយយើងដែលគេហៅថាគូចានឹងភាសាចិនអញ្ចឹងយើងមើលពាក្យមួយទៀតគឺពាក្យពីរចាពីរយើងមានពីរនេះគឺថ្នាក់ពាក្យជាធ្នាក់ចាអំពីខាងឯឧទាហរណ៍មកពីណាបានមកពីណាអញ្ចឹងធ្នាក់នេះមានន័យថាគឺជាពាក្យដែលយើងត្រូវប្រតិគ្នាចាដូចជាពាក្យអីគេមកពីណាបានមកពីណាពីនេះពីនោះចាមានច្រើនទៀតតែគ្រូដាក់តែប៉ុណ្្នឹងទេដូចយើងនិយាយពាក្យថាពីនេះពីនោះមែនទេកូនចាអញ្ចឹងពីមួយទៀតពីមានរោចាថ្នាក់ពាក្យជាគុណនាមមួយគួបគ្នាគឺ1និង1មានន័យថា2មែនទេកូនចាគឺជាចំនួនចា2ចំនួនណាកូនដូចជា1បូកនឹង1ចេញ2ឃើញទេចា1គួបគ្នាគឺ1និង1អញ្ចឹងមានន័យថា1និង1គឺ2ចាអញ្ចឹងថ្ងៃនេះអ្នកគ្រូមានតែប៉ុណ្្នឹងទេតកតងជាមួយនឹងពាក្យសូដូចហើយអ្នកគ្រូសង្ឃឹមថាពេលដែលកូនត្រឡប់ទៅផ្ទះវិញកូនអាចនឹងរកពាក្យសូដូចផ្សេងទៀតខុសពីពាក្យដែលអ្នកគ្រូលើកចូលមកថ្ងៃនេះហើយយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយសូមព្រះប្រទានពរអរគុណ